តាក៏ចង់ញ៉ាំបកងគាត់នឹកឃើញធ្វើតុងចាំបកងឲ្យប៉ាផ្សារចានេះគឺជាគ្រឿងខៅដែលយើងមកពីផ្សារមានចាយើងមានដូចជាខ្ទឹមសហើយនឹងខ្ទឹមក្រហមមកមើលមកតាមចំណង់ចំណូលចិត្តមកបងហើយយើងក៏មានជាភេកក្រូចឆ្មាដែរហើយនឹងពេញប៉ោះទុំ3 4ណាចាហើយយើងក៏មានជាខ្ទឹមបារាំងផងដែរចាពិសេសនោះគឺមានជាភេកម្ជុលផ្សិតម្ជុលនិងផ្សិតច្បើងចាមួយសំខាន់ក្នុងការដាក់ក្នុងស្លរបស់យើងហើយនឹងរំដេងចាទូសំខាន់ទូឯកហ្មងនេះគឺជាដុំតុងយ៉ាំយើងតែម្ដងចាខ្ញុំដាក់ម្ដងទាំងពីរហ្មងដើម្បីវាឃើញពណ៌ហើយនឹងរសជាតិដិតឆ្ងាញ់នេះយើងលាងបកងឲ្យអស់ហើយមកស្អាតហើយអស់ហើយយើងក៏មានជាសាច់គោដែរខ្ញុំយកសាច់គោចប់ខ្លាញ់ដើម្បីបន្ថែមរសជាតិនិងមួយទៀតបន្ថែមសាច់ក្នុងស្លយើងឲ្យបានច្រើនហើយយើងក៏មានជាពេញប៉ោះនេះយើងដល់បែបចិត្តពេញប៉ោះចិត្តបន្លែអស់ហើយចាផ្សិតច្បើងខ្ទឹមបារាំងហើយនឹងផ្សិតម្ជុលអីចាហើយសាច់គោក៏យើងហាន់វាដែរស្ដើងតិចបន្តែយកភេកសាច់ផុយឆ្ងាញ់ហើយយើងក៏មានជីដែរហាន់ជីមានក្រូចឆ្មាអីចឹងទៅគ្រប់មុខចឹងទៅហើយទឹកពុះហើយដាក់គ្រឿងដាក់ដុំតុងយ៉ាំចូលណាបងហើយបន្លែយើងដាក់តាមនឹងមកម្ដងតនកាវាពុះចឹងមកណាចានេះខ្ញុំទុកវារៀងផុយបន្តិចដើម្បីវាសាច់ទន់ពេលយើងញ៉ាំទៅស្រួលញ៉ាំចាពេលយើងដាក់គ្រឿងខៅហើយអស់ហើយចាំទឹកវាពុះខ្ញុំក៏ដាក់ជាមួយនឹងសាច់គោចូលផ្លុកតែម្ដងចាហើយបន្ទាប់មកខ្ញុំដាក់បកងចូលទៅចាបន្ទាប់ពីដាក់បកងហើយអស់ហើយគឺថាចាប់ដើមពុះហើយនេះខ្ញុំអត់ដាក់ម្ទេសដោយសារអ្នកផ្ទះខ្ញុំគាត់អត់ចូលចិត្តហឹរទេចានេះយើងដាក់ជីយើងប្រួយពីលើមកគឺថាពណ៌ស្អាតហើយរសជាតិឆ្ងាញ់ខ្លាំងមែនតើហ្មងនេះមកបងអរគុណច្រើន